ថ្ងៃតាំងសម្ផស្សសប្តាហ៍ខ្ញុំបម្រើការនៅក្នុងកងអនុសេនាធំសំណហិតមីននិងក្របយុទ្ធភូមិតំទុះមូលហេតុដែលខ្ញុំដើរទៅលើវិស័យបោះសម្អាតមីនដោយសារម៉ាក់គាត់ធ្លាប់និយាយប្រាប់ថាពីមុនប្រទេសកម្ពុជាយើងធ្លាប់ធ្លាក់នៅក្នុងភ្លើងសង្គ្រាមតែក្នុងអំឡុងឆ្នាំ1992កងកម្លាំងមុខខៀវហៅកាត់ថា UN ចុះមកជួយសម្រុះសម្រួលនៅក្នុងប្រទេសកម្ពុជាហើយនឹងជួយប្រជាជនយើងអញ្ចឹងហើយបានខ្ញុំយល់ច្បាស់ពីពាក្យថាសន្តិភាពពីដំបូងខ្ញុំភ័យនឹកឃើញថាគ្រាប់មីនមិនធម្មតាព្រោះខ្ញុំធ្លាប់ឆ្លងកាត់ពីចំនួនពលពតមីនផ្ទុះដល់ពេលកូនធំឡើងចង់មានការងារធ្វើយើងចេះជួយណែនាំជំរុញកូនដើម្បីឲ្យកូនយល់ដឹងពីការរាក់ជ្រៅរបស់ប្រទេសជាតិខ្លះអីខ្លះចឹងណាហើយដល់ពេលកូនរៀនចប់ខ្ញុំក៏ឲ្យកូនប្រឡងចូលកងទ័ព UN នឹងតែម្ដងខ្ញុំបានឆ្លងកាត់ជាមួយនឹងវគ្គសិក្សានៅក្នុងសាលាបោសសម្អាតគ្រឿងផ្ទុះនិងកំណត់សម្គាល់បច្ចេកទេសគ្រាប់ម្សៅលំផលបាក់ដំបូងបំផុតឡើយគឺយើងអត់ស្គាល់ប្រភេទគ្រាប់ព្រោះបើយើងអត់ស្គាល់ប្រភេទគ្រាប់ទេគឺយើងអាចធ្វើការនឹងបានប៉ុន្តែខ្ញុំអាចធ្វើរឿងនឹងបានមកវិញដោយសារខ្ញុំតាំងចិត្តនឹងជំនះដល់ទៅពេលខ្ញុំចេញបេសកកម្មនៅប្រទេសអាហ្វ្រិកកណ្ដាលគឺខ្ញុំធ្វើការនៅទីលានជាក់ស្ដែងជាមួយនឹងគ្រាប់ពិតហើយនឹងទីលានពិតមានអារម្មណ៍ថាវ៉ាវហ្មងក្នុងនាមខ្ញុំជាស្ត្រីតែម្នាក់ឯងនៅក្នុងក្រុមគាត់ថាគាត់រើសអើងយើងប៉ុន្តែក្នុងអំឡុងពេលដែលចេញបេសកកម្មឲ្យពួកគាត់ជាបរិសុទ្ធពួកគាត់មើលថែយើងវិញគាត់មើលថែយើងគាត់លើកទឹកចិត្តយើងហើយគាត់សរសើរយើងថាយើងក្លាហានទៀតមិនថាការងារមនុស្សប្រុសមិនថាការងារមនុស្សស្រីគឺយើងអត់មានប្រកាន់ភេទគឺយើងធ្វើចម្រុះរួមជាមួយគ្នាដើម្បីធ្វើការងារមួយហ្នឹងឲ្យវាទៅមុខហើយនឹងជោគជ័យក្នុងតំបន់បេសកកម្មគឺយើងមានម៉ាស៊ីនផ្ដាច់ចរន្តដើម្បីជំនួសឲ្យមនុស្សចូលទៅកំទេចគ្រាប់ពីដំបូងឡើយគឺខ្ញុំអត់ទាន់ចេះទៅលើអាម៉ាស៊ីនហ្នឹងទេខ្ញុំចង់ចេះអាហ្នឹងមួយទៀតអញ្ចឹងបាទខ្ញុំសូមមេកខ្ញុំដើម្បីរៀនទៅលើជំនាញហ្នឹងយើងបញ្ជាវាចូលទៅតំបន់គ្រោះថ្នាក់យើងស្កេនមើលថាគ្រាប់ហ្នឹងដែលយើងអាចកំទេចបានដោយដៃផ្ទាល់ឬមួយក៏យើងត្រូវការកំទេចដោយម៉ាស៊ីនដែលកាត់ដាច់ចរន្តហ្នឹងខ្ញុំទទួលបានឱកាសពីមេវិជ្ជាការកងទ័ពខ្ញុំគាត់ឲ្យខ្ញុំឡើងធ្វើជាគ្រូដើម្បីបង្ហាញដល់សមាជិកក្រុមរបស់ខ្ញុំបន្ថែមទៀតទី1គឺមុខងារវែកផ្លូវទី2ការចុចបន្ទុះទី3គឺយើងការទាញខ្សែចល័តគ្រាប់ហើយនឹងមើលទីតាំងអញ្ចឹងខ្ញុំឡើងថ្នាក់ឲ្យពួកគាត់នៅក្នុងវិស័យកំទេចគ្រឿងផ្ទុះហ្នឹងមោទនភាពដែលខ្ញុំមានខ្លាំងបំផុតគឺខ្ញុំអាចបន្ទុះគ្រាប់ដោយផ្ទាល់ដៃខ្ញុំបានមោទនភាពមួយទៀតគឺខ្ញុំអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់សង្គមពួកយើងជាស្ត្រីតែពួកយើងអាចធ្វើរឿងនឹងបានដូចគ្នាពេលដែលយើងចុះទៅកំទេចគឺយើងទៅរំដោះអ្វីដែលពួកគាត់មានការភ័យខ្លាចកាត់បន្ថយច្រើនមែនតើកូនធ្វើបានជោគជ័យមានអារម្មណ៍ថាយើងកន្លែងខ្លួនឯងក៏មានកិត្តិយសកូនក៏បានកិត្តិយសជាតិក៏បានកិត្តិយសសម្រាប់ខ្ញុំសនំពរដល់ថ្នាក់ដឹកនាំឲ្យគាត់ជួយលើកកម្ពស់ទៅលើស្ត្រីហើយនឹងផ្ដល់ឱកាសឲ្យគាត់មិនមានភាពរើសអើងឬគិតថាស្ត្រីមិនអាចធ្វើនៅរឿងនឹងបានតែជាក់ស្ដែងស្ត្រីគាត់អាចធ្វើបាន